ពីម្ចាស់ស្ត្រីដែលពិភពលោកមិនអាចបំភ្លេចបានតើអ្នកដឹងទេថាមានស្ត្រីម្នាក់ដែលបានឆ្លងកាត់ I can give you my heart and my devotion to these old islands ការដឹកនាំរបស់នាយករដ្ឋមន្ត្រីអង់គ្លេសចំនួន15នាក់និងប្រធានាធិបតីអាមេរិកចំនួន14នាក់គាត់គឺជាសាក្សីម្នាក់គត់ដែលបានឃើញនៅការផ្លាស់ប្ដូរនៃពិភពលោកតាំងពីសម័យសង្គ្រាមលោកលើកទី2រហូតដល់សម័យបច្ចេកវិទ្យា Digital ថ្ងៃនេះយើងនឹងនាំអ្នកទៅជួបជាមួយនឹងខ្សែជីវិតពិតដ៏អស្ចារ្យនិងអាចកំបាំងដែលលាក់ទុកជាង7ទសវត្សរ៍របស់ម្ចាស់ស្ត្រី Elizabeth ទី2ក្នុងវ័យកុមារភាពនិងចំណុចរបត់ដែលនឹកស្មានមិនដល់ម្ចាស់ស្ត្រី Elizabeth ទី2កើតនៅថ្ងៃទី21ខែមេសាឆ្នាំ1926ដើមឡើយព្រះនាងគឺមិនមែនជាអ្នកដែលត្រូវឡើងគ្រងរាជបន្ទាប់នោះឡើយហើយចំណុចសំខាន់នៅចំណុចនេះគឺជាការលាលែងតំណែងរបស់អ៊ំប្រុសគឺព្រះអង្គម្ចាស់ Edward ទី8ក្នុងរឿងស្នេហាហើយចំណុចបន្ទាប់ទាក់ទងទៅនឹងឪពុករបស់ម្ចាស់ស្ត្រី Elizabeth គឺលោក George ទី5ដែលបានឡើងគ្រងរាជ្យទាំងបង្ខំដែលធ្វើឲ្យម្ចាស់ស្ត្រី Elizabeth ក្លាយទៅជាអ្នកបន្តវេនលេខ1ទៅវិញ Elizabeth កើតមកដោយគ្មានសម្ពាធថានឹងត្រូវឡើងធ្វើជាម្ចាស់ស្ត្រីឡើយប៉ុន្តែនៅឆ្នាំ1936ពិភពលោករបស់ព្រះនាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងគឺនៅពេលដែលអ៊ំប្រុសរបស់អ្នកនាងបានបោះបង់ចោលនៅរាជបល្ល័ង្កដើម្បីតែរៀបការជាមួយនឹងស្ត្រីសាមញ្ញម្នាក់ពីក្មេងស្រីដែលចូលចិត្តចិញ្ចឹមសត្វឆ្កែនាងត្រូវបានរៀនធ្វើជាអ្នកដឹកនាំអាណាចក្រដ៏ធំបំផុតក្នុងពិភពលោកនាពេលនោះបើយើងនិយាយអំពីសង្គ្រាមលោកនិងស្នេហាដំបូងរបស់ព្រះនាង Elizabeth វិញនៅក្នុងសម័យសង្គ្រាមលោកលើកទី2នាងបានចូលបម្រើកងទ័ពនិងជាជាងជួសជុលឡានហើយនាងបានជួបជាមួយនឹងព្រះអង្គម្ចាស់ Philip ដែលជាស្នេហាតែមួយគត់នៅក្នុងជីវិតរបស់ព្រះនាងការតស៊ូរបស់អ្នកនាងដើម្បីរៀបការជាមួយនឹងបុរសដែលនាងស្រឡាញ់ទោះបីជាមានការជំទាស់ពីរាជវាំងក៏ដោយនៅក្នុងវ័យ18ឆ្នាំ Elizabeth មិនបានអង្គុយនៅក្នុងរាជវាំងឡើយនាងបានសុំឪពុកចូលបម្រើកងទ័ពហើយរៀនជួសជុលជាជាងម៉ាស៊ីនឡានធំក្នុងពេលនោះដែរនាងបានចាប់ចិត្តស្រឡាញ់ទាហានជើងទឹកម្នាក់គឺលោក Philip ស្នេហានេះបានក្លាយទៅជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់នាងក្នុងរយៈពេល73ឆ្នាំក្រោយមកយើងងាកមកនិយាយអំពីការឡើងគ្រងរាជ្យនិងសម្ពាធនៃអំណាចនៅឆ្នាំ1952ឪពុករបស់នាងបានសោយទីវង្គតខណៈដែលនាងកំពុងតែដើរកម្សាន្តនៅប្រទេសកេនយ៉ាការឡើងគ្រងរាជ្យនៅក្នុងវ័យ25ឆ្នាំនិងពិធី Coronation លើកដំបូងដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ទូទាំងពិភពលោកនៅក្នុងពេលមួយប្រពេចភ្នែកពីព្រះអង្គម្ចាស់ស្ត្រីនាងបានក្លាយទៅជាម្ចាស់នៃអាណាចក្រនាងត្រូវសម្របសម្រួលជាមួយនឹងនាយករដ្ឋមន្ត្រីជើងចាស់ Winston Churchill និងអ្នកដឹកនាំប្រទេសឆ្លងកាត់ការបាត់បង់ផែនដីអាណានិគមឆ្នាំដែលខ្មៅងងឹតនិងវិបត្តិគ្រួសារគឺឆ្នាំ1992ដែលនាងបានហៅថាជាឆ្នាំ Horrible Year ឆ្នាំដ៏អាក្រក់បំផុតហើយក្នុងចំណុចនោះទាក់ទងជាមួយនឹងកូនដែលបានលះលែងគ្នាគឺកូន Charles កូន Anne និង Andrew ហើយវាគឺជារឿងរ៉ាវដូចជាភ្លើងឆេះវាង Windsor ជាដើមនិងមានរឿងសោយទីវង្គតរបស់ព្រះនាង Diana និងការរិះគន់ពីមហាជនជាច្រើនការរឿងស្មុគស្មាញបែបនេះ គឺ
គឺជាឆ្នាំដែលខ្មៅងងឹតនិងវិបត្តិគ្រួសារបានកើតឡើងនៅក្នុងឆ្នាំនោះដែរជីវិតម្ចាស់ស្ត្រីមិនមែនសុទ្ធតែជាពណ៌ផ្កាឈូកនោះឡើយឆ្នាំ90គឺជាសម័យកាលដ៏លំបាកបំផុតនៅពេលដែលរឿងរ៉ាវអាស្រូវកូនបែកធ្លាយពេញសារព័ត៌មានជាពិសេសគឺការស្លាប់របស់ព្រះនាងដៃអាណាដែលបានធ្វើឲ្យប្រជាប្រិយភាពរាជវង្សធ្លាក់ចុះដល់ចំណុចដ៏គ្រោះថ្នាក់ប៉ុន្តែអាលីសាប៊ឺតបានបង្ហាញពិភពលោកឲ្យឃើញពីភាពរឹងមាំនិងការចេះកែប្រែខ្លួនឲ្យទាន់សម័យកាលគេដំណើរនឹងការលាគ្នាជាស្ថាពរការសោយទីវង្គតនៅថ្ងៃទី8ខែកញ្ញាឆ្នាំ2022ក្នុងព្រះជន្ម96ឆ្នាំរហូតដល់ដង្ហើមចុងក្រោយអេលីសាប៊ឺតទី2នៅតែបំពេញភារកិច្ចឲ្យជាតិនាងគឺជាមេដឹកនាំដែលបង្រួបបង្រួមជាតិនិងជាម្ដាយរបស់ជនជាតិអង់គ្លេសគ្រប់រូបការចាក់ចែងរបស់នាងគឺជាការបញ្ចប់នៃយុគសម័យដ៏អស្ចារ្យមួយរាជវង្សសានវង្សមេដឹកនាំពិភពលោកនិងប្រជាជនចក្រភពអង់គ្លេសបានប្រារព្ធពិធីយ៉ាងជូរចត់និងពេញទៅដោយវិប្បលាសចំពោះម្ចាស់ស្ត្រីអេលីសាប៊ឺតទី2នៅថ្ងៃច័ន្ទទី19ខែកញ្ញាឆ្នាំ2022គឺជាការដែលបិទបញ្ចប់រជ្ជកាល70ឆ្នាំរបស់ទ្រង់ខាងក្រោមនេះគឺជាខ្លឹមសារនៃកេរដំណែលនិងពិធីលាគ្នាជាស្ថាពរការចូលរួមរបស់មេដឹកនាំពិភពលោកពិធីបុណ្យសពនេះគឺជាការប្រមូលផ្ដុំមេដឹកនាំពិភពលោកធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ London Bridge ជាផែនការសម្រាប់ពិធីសពរបស់រដ្ឋត្រូវបានគ្រោងទុកជាច្រើនទសវត្សរ៍មកហើយដោយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់បន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់នៅប្រទេសស្កុតឡែនការសោយទីវង្គតរបស់ម្ចាស់ស្ត្រីអេលីសាប៊ឺតទី2ក្នុងព្រះជន្មាយុ96ព្រះវស្សាបានកត់សម្គាល់ពីការបញ្ចប់នៃយុគសម័យអេលីសាប៊ឺតទី2និងការចាប់ផ្ដើមរជ្ជកាលថ្មីរបស់កូនប្រុសរបស់ទ្រង់គឺស្ដេច Charles ទី3តើលោកអ្នកយល់យ៉ាងណាចំពោះជីវប្រវត្តិដ៏អាថ៌កំបាំងរបស់ម្ចាស់ស្ត្រីអេលីសាប៊ឺតដែលជាចាស់ស្ត្រីនៃចក្រភពអង់គ្លេសអាថ៌កំបាំងនៅពីក្រោយខ្នងនៅតែជាអាថ៌កំបាំងបើអ្នកមានមតិបែបណាសូមបង្ហាញខ្ញុំនៅខាងក្រោមវីដេអូអរគុណចំពោះការទស្សនាជួបគ្នានៅក្នុងវីដេអូបន្ទាប់